There's a light to love somebody, to love somebody the way I love you. There's a light, a certain kind of light that never shone on me. I want my life to be lived with you, lived with you, lived with you. There's a way. Everybody say to do each and every little thing, but what good does it bring if I ain't got you? Ain't got you. Now, baby, you don't know what it's like. No, baby, you don't know what it's like to love somebody, to love somebody, the way I love you. You see my brain, I see your face again. I know the frame of mind. You ain't got to be so damn kind. I am blind, oh, so very blind. I'm a woman, yeah. Yes, you I am. You know I live that free for you. But what good does it do if I ain't got you? If I ain't got you, baby, you don't know what it's like. No, baby, you don't know what it's like to love somebody, love somebody the way I love you. I didn't really go and tell me what to do, baby. You don't know. No, you really don't love somebody, love somebody the way I love you. No, baby, to love somebody, oh, to love somebody the way I love you. បាទសូមអរគុណសូមអនុញ្ញាតបាទឯកឧត្តមអស់លោកសូមអញ្ជើញមកផ្នែកខាងមុខបាទសូមគ្រប់អញ្ជើញអាដាមបាទបាទនៅក្នុងគណៈពេលនេះបាទសូមមីក្រូហ្វូនបាទមីក្រូហ្វូនបាទសូមអនុញ្ញាតជំរាបសួរតើឯកឧត្តមចូលក្នុងវិស័យសិល្បៈនឹងរយៈពេលប្រហែលឆ្នាំតាំងពីណាមកដែរបាទតាំងពីឆ្នាំណាមកដែរបាទអាដាមចេះលេងភ្លេងតាំងពីក្មេងមកប៉ុន្តែចាប់ផ្ដើមមានជាវងតន្ត្រីគឺជាវងតន្ត្រីទី1របស់ខ្ញុំគឺវងតន្ត្រីត្រាកាបាទដែលពេលហ្នឹងមានលោកអូសំអាតក៏ចូលរួមដែរចាប់ពីឆ្នាំពេលខ្ញុំជាប់បាក់អងហើយ
ពេលហ្នឹងគេថាមានពេលទៅនេះគេថាជួបមួយលោកទូចចាត់ថាអញ្ចឹងលេងមួយគ្នា formal លេងគេថាប្រគំរៀបចំជាក្រុមតន្ត្រីលេងហើយយើងមានទឹកចិត្តមួយថាលេងចង់ឲ្យល្បីដល់ចាប់ដើមលេងភ្លាមយើងល្បីភ្លាមហើយគេថាយើងមិនដឹងមកពីហេតុអីដែរតែវាល្បីអញ្ចឹងយើងអត់ដឹងដែរចាពីក្មេងយើងតែលេងទៅដល់បន្តមកទៀតខ្ញុំរៀនបន្តទៅទៀតយើងបានដោយសារភ្លេងហ្នឹងខ្ញុំធ្លាក់បាក់ឌុប Premiation លើកទី1ធ្លាក់បាក់ឌុបយើងម្ដាយពុកខ្ញុំក៏ខឹងអញ្ចឹងរួចទៅខ្ញុំខំរៀនវិញជាប់បាក់ឌុបលើកទី2បានចូលរៀនទៅសាកលមហាវិទ្យាល័យខាងសេដ្ឋកិច្ចបាទរៀនចប់រៀនបាន2ឆ្នាំទេពេលហ្នឹងគេថាគេត្រូវការនៅវិទ្យុជាតិយើងត្រូវការអ្នកជួយរៀបចំកម្មវិធីថ្មីយើងខ្ញុំក៏មករៀបចំកម្មវិធីឲ្យវិទ្យុជាតិឥឡូវថ្ងៃហ្នឹងគេថាមកជួបអាយដាមកាញ់រិទ្ធគេថាក្រសួងព័ត៌មានកន្លែងចាស់របស់ខ្ញុំពីឆ្នាំ70ហើយពេលហ្នឹងគេថាខ្ញុំបានប្រមូលផ្ដុំសិល្បករដែលពួកក្រុមចាស់គេបានចេញទៅធ្វើកងទ័ពប្រមូលសិល្បករវិញដោយលោកស្វាយសអញ្ចឹងខ្ញុំហៅគាត់មកធ្វើការហើយនឹងលោកហ៊ុននីណូក៏នៅនឹងដែរគាត់ខ្ញុំហៅពួកតន្ត្រីក្រុមតន្ត្រីសម័យមកចូលរួមលេងជាមួយគ្នាហើយអញ្ជើញបញ្ចូលគ្នាជាមួយក្រុមខាងអ៊ីបាខាងសាកលវិទ្យាល័យចិត្តសិល្បៈលើកទី1ដែលយើងចាប់ផ្ដើមបញ្ចូលគ្នារវាងខាងភ្លេងតន្ត្រីខាងក្រៅគេថាខាងក្រៅសាលានិងខាងក្នុងសាលារៀនលេងជាមួយគ្នាមកពេលហ្នឹងយើងធ្វើកម្មវិធីចប់បានខ្ញុំរៀនបន្តទៀតដោយសារមានពួកខ្ញុំរវល់ការងារជួយវិទ្យុមួយរយៈហ្នឹងទៅក្រោយខ្ញុំបន្តបានចប់សញ្ញាបត្របរិញ្ញាហ្នឹងក៏ដល់ឆ្នាំ72ផ្នែកសេដ្ឋកិច្ចហ្នឹងបានបន្តមកមិនបានរៀនតទៅទៀតទេយើងបានខ្ញុំក៏បាននៅលេងតន្ត្រីខ្លះធ្វើការនៅនឹងខ្លះនៅរស់ស៊ីខ្លះយ៉ាងណាបាទបាទអរគុណនៅក្នុងកម្មវិធីរបស់យើងសូមប្រសាសន៍របស់លោកអ៊ុកសំអាតបន្តិចបាទមានពាក្យពេចន៍អ្វីដើម្បីផ្ដាំផ្ញើដល់អស់លោកដែលជាក្រុមតន្ត្រីអញ្ជើញចូលរួមប្រកួតបាទតើមានពាក្យពេចន៍អ្វីសម្រាប់ផ្ដាំផ្ញើសូមជើញបាទខ្ញុំជាដំបូងនេះសូមជម្រាបជូនអស់លោកបងប្អូនក្មួយៗដែលមានចិត្តចង់បង្កើតស្នាដៃខ្លួនឯងនៅពេលដែលមានឱកាសហើយយើងខំប្រឹងអញ្ចឹងខ្ញុំសំណូមពរសូមឲ្យបងប្អូននឹងធ្វើយ៉ាងណាខិតខំតាក់តែងនិពន្ធណាទាំងទំនុកច្រៀងទាំងបែបបទនិងសម្រួលតន្ត្រីធ្វើយ៉ាងណាកុំឲ្យយកបទគេណាជាពិសេសតែយកបទគេអត់មានតម្លៃទេព្រោះយើងខ្មែរយើងមានខ្មែរយើងមានអង្គវត្តមានព្រះវិហារណាដល់កាលណាយើងយកបទគេមកវាបាត់អស់ហើយព្រះវិហារក៏វត្តអញ្ចឹងខ្ញុំសំណូមពរសូមឲ្យបងប្អូនទាំងអស់ត្រូវគិតឲ្យច្បាស់ធ្វើម៉េចឲ្យខ្លួនឯងធ្វើឲ្យស្គាល់ខ្លួនឯងឲ្យដឹងថាខ្លួនឯងនេះអ្នកណាមិនយើងចេះតែយករបត់គេឲ្យខ្លួនយើងអត់ស្គាល់ខ្លួនយើងតែយើងឈ្មោះអីផងណាអត់ស្គាល់ថាឪពុកម្ដាយយើងយ៉ាងម៉េចផងឈ្មោះអីផងអាហ្នឹងអញ្ចឹងកាលណាយើងចោលដោះបងចោលមិនគិតគូរពីតម្លៃសិល្បៈរបស់យើងខ្មែរយើងមានពូជពងល្អណាស់ណាចឹងខ្ញុំសំណូមពរតែប៉ុណ្ណេះសំណូមពរឲ្យបងប្អូនធ្វើយ៉ាងណាយើងត្រូវគិតគូរឲ្យច្បាស់ពីបែបបទនិងទំនុកច្រៀងធ្វើយ៉ាងណាកុំយករបស់គេអសោះនឹងសំណូមពរដាច់ខាតរបស់ខ្ញុំសំណូមពរឲ្យសំណូមពរទៀតសូមអរគុណបាទសូមអរគុណសូមអរគុណចាសូមគោរពអញ្ជើញលោកស្រីលីវ៉ាន់រ៉ាចាសូមអញ្ជើញផ្ដល់កិត្តិយសផ្ដល់ប័ណ្ណផ្កាជូនឯកឧត្តមទូចសៀងតាណាចាបាទហើយយើងខ្ញុំសូមអនុញ្ញាតគ្រប់អញ្ជើញឯកឧត្តមស៊ីនវិសុទ្ធអគ្គនាយកទូរទស្សន៍អប្សរាផ្ដល់កិត្តិយសក្នុងការជូនប័ណ្ណផ្កាជូនកញ្ញាដាល់ញ៉ែលបាទសូមគ្រប់អញ្ជើញបាទសូមអញ្ជើញបាទមានប័ណ្ណផ្កាចាបាទនៅក្នុងឱកាសនេះផងដែរយើងខ្ញុំសូម